បាទខ្ញុំបាទឈ្មោះអ៊ុំសុខារស់នៅភូមិច័ន្ទគិរីទៅកើតប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបងពាក់ព័ន្ធរឿងមួយទាក់ទងនឹងការដាក់លូរបស់ក្រុមហ៊ុនតើមានការបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យដាក់លូយកលុយយកអីទេបងខ្ញុំនៅទីនេះដែលក្រុមហ៊ុនអិចមកកាយនេះតែខ្ញុំដាក់ហើយអស់ហើយកូនចៅខ្ញុំដាក់ហើយប៉ុន្តែអត់មានអ្នកណាមកបង្ខិតខំថាអេបងឯងត្រូវតែដាក់បើមិនដាក់បានអត់មានទេគេសួរដូចឆ្មាក់ចិត្តដែរហើយខ្ញុំក៏ដងបងប្អូនមិនដាក់ខ្ញុំអត់ដឹងទេណាតែខ្ញុំដាក់ហើយខ្ញុំចង់បានប្រព័ន្ធទឹកល្អស្អាតផ្លូវហូរខ្ញុំពលខេមសាវិស្ទះតែបើតង់បងប្អូនអត់ដាក់អត់មានអ្នកណាបង្ខំទេអ្នកដូចកន្លែងនេះអញ្ចឹងដែរគាត់អត់មានលុយក៏អត់ដាក់លូដែរកំហរចោលអញ្ចឹងទៅអញ្ចឹងតែអ្នកគេមានលុយគេដាក់អញ្ចឹងទៅអត់មានណាគេឆាំងថាទេពួកអីហ្នឹងក្រុមហ៊ុននឹងមកខិតបង្ខំថាបងឯងត្រូវតែដាក់មិនដាក់បានទេអត់មានអញ្ចឹងទេសួរបងថាទាក់ទងនឹងការដាក់លូរបស់ក្រុមហ៊ុននេះមានការបង្ខិតបង្ខំឲ្យបង្ខំត្រូវតែដាក់ត្រូវតែបង់លុយអត់បងអត់ផងអត់មានពីណាបង្ខំផងបងដែរព្រោះខ្ញុំចង់ដាក់តែខ្លួនឯងពិបាកពេកចាពេលតែគាត់មកប្រាប់អញ្ចឹងបានឮថាគាត់មកហៅដាក់លូដាក់ឯងសុបាយចិត្តតែគាត់នឹងអាញាធរគាត់អត់មានទេបងអត់មានដែរឃើញអាធរតែណៃណាមកចាំខាងเราត្រូវតែដាក់លូដាក់អីផងគាត់ថាពួកក្រុមហ៊ុនគាត់មកសួរអញ្ចឹងគេថាដាក់ទៅគាត់ពិបាកពេកឲ្យឆ្នាំផ្លូវក៏ពិបាកអីពិបាកអញ្ចឹងបានឮតែគេមកចង់អូសុបាយចិត្តណាស់តែពាក់ព័ន្ធនឹងការដាក់លូនោះគឺបងប្អូនជាប្រវត្តិជាមួយនឹងក្រុមហ៊ុនចាតែប៉ុណ្្នឹងអត់មានពាក់ព័ន្ធជាមួយការបង្ខំអីទេអត់មានការខិតបង្ខំអីទេណាបងអត់មានផងចាអរគុណថាបងបាទចង់ជម្រាបសួរអ៊ំចេះទេថាការដែលអ៊ំដាក់លូដាក់អីទាំងអស់នេះតើមានការបង្ខិតបង្ខំអ៊ំឲ្យដាក់ឬក៏យ៉ាងម៉េចដែរបាទខ្ញុំគួរសៀនសរឿនណាបងក្រុមហ៊ុនដែលដាក់លូនៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋនេះខាងខ្ញុំហ្នឹងទទួលមកការធ្វើចំប្រព័ន្ធលូឲ្យបងប្អូនប្រជាពលរដ្ឋនេះខ្ញុំកម្លាំងខ្ញុំចូលសិក្សាសម្រួលមួយបងប្អូនប្រជាពលរដ្ឋដើម្បីរៀបចំប្រព័ន្ធលូការជាបន្លាយបណ្ដោះទឹកហើយដំបូងឡើយបងសិក្សាជាមួយបងប្អូនប្រជាពលរដ្ឋហ្នឹងគឺយើងធ្វើតែមិនខ្លះសួរគាត់មិនខ្លះឬក៏មានការយល់ព្រមមានការស្នើសុំពីពួកគាត់ឬយ៉ាងណាដែរដំបូងឡើយនេះគឺយើងសូមការអនុញ្ញាតពីភូមិសកាត់ដើម្បីចុះមកសម្រួលប្រជាពលរដ្ឋហើយប្រព័ន្ធផ្លូវយើងនេះវាអត់ទាន់មានប្រព័ន្ធលូរាល់ឆ្នាំទឹកលិចអញ្ចឹងខាងខ្ញុំហ្នឹងសូមការអនុញ្ញាតហើយក៏ចុះមកនេះសម្រួលមួយបងប្អូនប្រជាពលរដ្ឋយកស្នាមមេដៃចូលរួមការចូលរួមរបស់គាត់ស្ម័គ្រចិត្តចូលរួមធ្វើយើងរៀបចំដាក់ប្រព័ន្ធលូជូនគាត់យកសេវាអីតាមនឹងទៅណាបាទតម្លៃយើងទៅចែកជាមួយគាត់ណាបាទហើយតកតងនឹងការផ្ដល់សេវានេះតើបងមានសេវាអីខ្លះបងមុនផ្ដាច់ឬក៏សេវាបងរំលួតបងអីទេមែនបងបាទពាក់ព័ន្ធនឹងសេវាខ្ញុំជួបបងប្អូនប្រជាពលរដ្ឋបើគាត់មានសមត្ថភាពបងបានទាំងអស់ក៏យើងទទួលយកហើយបើគាត់អត់មានទេគាត់សូមជឿរំលោះជាខែហ្នឹងយើងជូនគាត់អញ្ចឹងមួយខែគាត់អាចឡើងសមត្ថភាពឡើងបានពេលហៅថាគាត់មកល្វែងហ្នឹងគាត់អស់ប្រហែល$200អញ្ចឹងគាត់សុំឡើងខែមួយខែ50តាមសមត្ថភាពគាត់អាហ្នឹងយើងគឺกระดาษកិច្ចសន្យាជូនគាត់បងរំលោះតាមហ្នឹងបាទហើយមួយទៀតបងពាក់ព័ន្ធនឹងការចូលរួមនេះចុះសម្រាប់បងប្អូនដែលបានចូលរួមតែយើងមានការបង្ខិតបង្ខំគាត់ត្រូវតែដាក់ទេឬយ៉ាងម៉េចដែរអត់មានទេបងអត់មានទេព្រោះនេះយើងមកសម្រួលគាត់នេះយើងរៀបចំប្រព័ន្ធលូនេះគឺអត់មានការបង្ខិតបង្ខំទេបើគាត់មានសមត្ថភាពដាក់គឺយើងដាក់ជូនគាត់តែបើគាត់អត់មានទេយើងស្ដារជាបន្លាយដើម្បីបណ្ដោះទឹកហ្នឹងតែមានប្រព័ន្ធទឹកណាបាទឲ្យមានប្រព័ន្ធទឹកហូរជ័យនៅដាក់លូរបស់បងប្អូនជាពលរដ្ឋនេះគឺមានតែគាត់ជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនទេបាទអត់មានពាក់ព័ន្ធជាមួយនឹងអាជ្ញាធរអត់មានពាក់ព័ន្ធមួយអាជ្ញាធរទេនេះជាការឯកភាពរបស់គាត់ក្រុមហ៊ុនគឺខាងខ្ញុំនឹងគាត់ចុះសម្រួលមួយគាត់នឹងតម្លៃចៃធ្នូអីយើងទៅចែកមួយគាត់ផ្ទាល់ហ្នឹងហើយសំខាន់គឺអត់មានពាក់ព័ន្ធនឹងអាជ្ញាធរអត់មានទេបាទអរគុណបងប្រុសបាទខុសស្ម័គ្រចិត្តតែដោយសារគាត់ទៅមានភាពគាត់ដាក់ស្ពានហ្នឹងហើយត